thêm MSI được cara China Bài ớt. Ơi. Bài ơi. Bài ơi. thêm MSI được MSI buôn cara China ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាបន្ទាប់ពីពួកយើងជុំគ្នានៅម៉ោង 4 ព្រឹកមកយើងក៏បានធ្វើដំណើររហូតមកឥឡូវដល់ស្រុកស្រែអំបិលហើយបាទយើងធ្វើដំណើរគិតថាងើបពីយប់មកដើម្បីកុំឲ្យមេឃក្តៅពេកស្រួលជិះតាមផ្លូវអីចឹងឥឡូវបានដូចបំណងហើយបងប្អូនគឺថាមេឃភ្លៀងធ្លាក់ជោគជុំតិចរបស់គេមែនតែតិចអែមបងប្អូនហើយបន្ទាប់ពីភ្លៀងធ្លាក់រួចនេះទេសភាពនៅតាមដងផ្លូវយើងផ្លូវកោះកុងផ្លូវជាលេខ48នេះគឺថាបន្ទាប់ពីភ្លៀងរួចគឺមានអាប់ស្អាតមែនតើបងប្អូនមើលទៅមើលផ្លូវមិនចង់ឃើញទេយើងមើលគ្នាខាងមុខអីមើលមិនចង់ឃើញទេដោយសារអាប់ក្រាស់ដូចជិះនៅលើពពកអីចឹងដូចជិះនៅឋានសួគ៌អញ្ចឹងតែដឹងឋានសួគ៌មិនទេអត់ដែរស្គាល់ទេតែគាត់ឧបមាដូចក្នុងរឿងចិនអញ្ចឹងទៅបន្ទាប់ពីយើងជិះមកគឺឈប់មើលទេសភាពតាមដងផ្លូវអីចឹងគឺថាស្អាតណាទេសភាពទឹកហូរនេះបន្ទាប់ពីពួកយើងជិះផ្លូវជាលេខ48រួចក៏ឈានចូលដល់ផ្លូវជាលេខ10គ្រាន់តែឈានចូលភ្លាមបងប្អូនហើយមើលទេសភាពមើល view គឺថាស្អាតមែនទែននៅតាមដងផ្លូវវិញគឺថាមានទឹកជ្រោះទឹកធ្លាក់តូចស្អាតមែនទែនបងប្អូនអើយអារម្មណ៍នៅពេលនេះគឺថាជិះម៉ូតូទៅស្រស់ស្រាយមែនទែននិយាយពីថាអារម្មណ៍គឺពិបាកបរិយាយមែនទែនបងប្អូនអើយតើតែយើងទៅផ្ទាល់គឺថាអារម្មណ៍ពេលនេះអស់កង្វល់មានអារម្មណ៍ថា fresh សាហាវមកពេលឃើញទេសភាពបែបហ្នឹងគឺថាស្អាតមែនទែនហើយគ្នាយើងក៏ជិះយឺតជិះបណ្ដាមើលទេសភាពបណ្ដាគាត់គយគុណទេសភាពតាមដងផ្លូវនិយាយទៅដូចជិះនៅលើកំពូលភ្នំចឹងនេះមើលទៅខាងក្រោមមើលខាងឆ្វេងខាងចំហៀងអីហើយកន្លែងនៅផ្លូវកោងគឺថាស្អាតមែនទែនផ្លូវជាលេខ10នេះបងប្អូនអើយចឹងហើយណាក៏នាំគ្នាបានជិះមកកាត់នឹងម្ដងដែរទេសភាពស្អាតណាស់បើនិយាយពី view វិញអត់ឲ្យចាញ់ស្រុកគេបងប្អូនណា view មើលពីលើភ្នំទៅគឺថាស្អាតមែនទែនកន្លែងហ្នឹងគេអាចបោះតង់បានកន្លែងហ្នឹងគឺជារមណីយដ្ឋានមួយដែរប៉ុន្តែខ្ញុំអត់បានចូលលេងទេហើយយើងក៏ជិះបន្តមកគេមានសក់វែងនៅពីក្រោយអញ្ចឹងគេក៏ជិះយឺតអីចឹងណាហើយខ្ញុំនេះជិះតែឯងជិះបដាមើលគេបដាថតលេងបដាអញ្ចឹងទៅបើមិនធីមខ្ញុំវិញនេះគឺថាសប្បាយមែនទែនហើយពេលដែលសុំច្បាប់មេបានសម្រេចពេលបានលួចម៉ែបានដើរលេងបានសម្រេចអីចឹងទៅហើយគាត់សប្បាយអស់ទុកកង្វល់លេងហើយមើលថាកាយវិការគាត់ទៅនេះគឺថាសប្បាយមែនទែនអារម្មណ៍ពេលហ្នឹងគឺថាគ្មានបន្ទុកការងារនៅជាប់ខ្លួនទៀតទេគឺសប្បាយអស់ចិត្តហើយពេលហ្នឹងនេះអានេះអត់គូមកដាក់មីបងអ្នកបងអានេះមិនគូនោះណាមិនគូបន្ទាប់ពីពួកយើងជិះហើយក៏រៀងហត់តិចក៏ដាក់មីមកអ្នកមកកំពង់អីចឹងទៅហើយក៏មានកម្លាំងក៏បន្តដំណើរទៅមុខទៀតឥឡូវយើងបានមកដល់ជើងភ្នំ1500ហើយគឺថាទេសភាពចាប់ផ្ដើមស្អាតបដាហើយមេឃក៏កំពុងតែភ្លៀងធ្លាក់បដាទៀតនិយាយទៅស្អាតមើលទៅទេសភាពបងប្អូនអើយ fresh សាហាវពេលវេលាបែបនេះមកជុំគ្នាបែបនេះមិនដឹងមានម្ដងទេមួយឆ្នាំចឹងហើយណាមួយឆ្នាំបានម្ដងគឺថាអស់ចិត្តហើយពួកខ្ញុំបាទអ្នកលក់នៅកមុំអ្នកលក់នៅកមុំចង់និយាយថាខ្ញុំអត់ផឹកអូឡាតេទេព្រោះអ្នកលក់អូឡាតេហើយview ស្អាតដល់បងប្អូនអើយហើយនេះគឺជា logo គឺជា page របស់បងប្អូន adventure ពួកគាត់ស្ទើរតែ creator ទាំងអស់នេះនៅបិទនៅជាប់ឡាននេះពេញនឹងកន្លែងកាហ្វេមន្តកកយើងហ្នឹងនៅជើងភ្នំ1500ជាងហ្នឹងបាទ
បាយអត់ ហើយបន្ទាប់ពីពួកយើងបានជិះដើរលេងមកហត់ពីហត់នៅលើភ្នំហើយយើងក៏បានមករកកន្លែងស្នាក់នៅគឺថាកន្លែងគាត់នេះគឺឈ្មោះថាភ្នំកាហ្វេនេះកន្លែងគាត់គឺមានកន្លែងបោះតង់មានកន្លែងកញ្ចុះអីស្នាក់នៅយើងក៏គេងនៅទីនេះមួយយប់ទាំងអស់គ្នាបាទហើយវីដេអូពួកខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយ